ជំរាបសួរបងប្អូនទាំងអស់គ្នាបាទតានេះមកចែករំលែកពីរុក្ខជាតិលម្អម្ដងបាទតបតែនិយាយឆ្នាំខ្មែរសតរុក្ខជាតិហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរុក្ខជាតិមួយយ៉ាងដែលមើលទៅស្រស់ឆើតឆាយបាទហើយរិចផ្កានៅនេះរដូវប្រាំងបាទគឺរដូវក្តៅគឺចាប់ដើមរិចហើយផ្កានេះបងប្អូនស្គាល់ទេខ្លះហៅភួងម៉ាឡៃបាទភាសាអង់គ្លេសគេហៅថា trumpet flowers មិនថា tram ណា trumpet flower trumpet flower បាទហើយជាទូទៅនៅរដូវប្រាំងគឺវាបានចាប់ផ្ដើមឲ្យផ្លែបាទហើយនេះគឺជាផ្លែរបស់វាភួងម៉ាឡៃឬក៏ភូមិភួងបាទផ្កានេះស្រស់ណាស់រិចនារដូវក្តៅរដូវប្រាំងបាទហើយបាច់សោចទឹកទេនៅពេលដែលវាធំធាត់ហើយมันបាច់ស្រោចទឹកអីទេបាទចំពោះរុក្ខជាតិនេះណាបងប្អូនបាទប៉ុន្តែចាប់ដើមគឺត្រូវការថែប៉ុន្តែវាមិនត្រូវការទឹកច្រើនទេបាទសំណើមតិចប៉ុន្តែมันឲ្យជោគมันឲ្យជាំมันឲ្យលិចបាទរុក្ខជាតិនេះបាទអាចនឹងរលួយបាទហើយចំពោះទីតាំងនៃត្រូវដាំគឺมันជាដីมันរនាបបាទគឺជាទីដីទូលបាទដែលมันដក់ទឹកបាទត្រូវរុក្ខជាតិមួយនេះបាទហើយជាទូទៅផ្កានេះបងប្អូនយើងវៀតណាមឬក៏ចិននេះក៏ចូលចិត្តណាបាទ bell flower ខ្លះគេហៅ golden bell flower អញ្ចឹងទៅបាទវាមើលកញ្ចុំស្អាតបាទឲ្យរុក្ខជាតិនេះបើធំអីចាប់ពី1ម៉ែត្រឡើងទៅថ្លៃគូសំដែរបាទរុក្ខជាតិនេះណាគង់វាធំណាបងប្អូនបាទហ្នឹងហើយចំពោះផ្លែចំពោះការប្រមូលផលឬក៏ចំពោះការដាំឬក៏ការផលិតថ្មីហ្នឹងគឺយើងប្រើដោយគ្រាប់បាទហើយគ្រាប់វាហ្នឹងតើចូលខែ12ខែ1ខែ2ហ្នឹងបានផលហើយបាទទុំហើយបាទហើយដាំងាយស្រួលទេបាទបដោះស្រួលទេព្រោះដូចស្រូវអញ្ចឹងបាទបងប្អូនមានតែផើងមានតែដីមកបាទហើយព្រោះលើវាទៅគឺល្អដោះឲ្យទៅព្រាតបាទអញ្ចឹងមិនជាការពិបាកដាំទេចំពោះការដាំចំពោះការបន្តពូជគឺយើងប្រើគ្រាប់ណាបងប្អូនត្រូវដឹងណាចំពោះការបន្តពូជគឺយើងប្រើដោយគ្រាប់ហើយការផ្សាំខ្ញុំមិនដែលសាក់ដែរទេបាទឬក៏កាត់តខ្ញុំមិនដែលសាក់ទេចំពោះរុក្ខជាតិមួយនេះបាទជាស្រ័យហ្នឹងហើយប៉ុន្តែអ្វីដែលងាយស្រួលគឺយើងប្រើគ្រាប់បាទនេះគ្រាប់វាបាទនេះបងប្អូននេះជ្រុះអស់ហើយបើសិនជាបងប្អូនចង់ដាំចង់តាក់ទងមកខ្ញុំមកបាទតាក់ទងមកខ្ញុំចាក់ជូនគ្រាប់ហើយការដាំវិញបើសិនជាបងប្អូនដាំលម្អតាមផ្លូវឬក៏មុខផ្ទះអីស្អាតលឿងហ្មងលែងសឹងថាបើសិនជាខែក្តៅខ្លាំងណាបងប្អូនអត់មានស្លឹកទេគឺផ្កាសតចូលហ្មងលឿងហ្មងបាទចំពោះរុក្ខជាតិនេះខ្ញុំច្រើនតែខ្ញុំឃើញគេដាំច្រើនបាទគឺនៅក្រុងសៀមរាបហើយតាមផ្ទះនេះវិឡាមានផ្ទះស្អាតនេះគេដាំមើលទៅស្អាតហើយបងប្អូនជាពិសេសបើបានដាំតាមផ្លូវទៀតណានឹងស្អាតប៉ុណ្ណាទេបងប្អូនដាំតាមផ្លូវធ្វើថ្មីបាទស្អាតតាក់ទាញណាបាទចឹងទេនេះមានគ្រាប់មានអីហ៎បងប្អូនជាការចែករំលែកជាចំណេះដឹងមួយដែរបងប្អូនចង់បានអីតាក់ទងមកចង់បានគ្រាប់វាតាក់ទងមកចែកដាំខ្លះហ្នឹងឯងកុំឲ្យយើងពេកបើតែបងប្អូនទៅទិញទេក៏គូសំណារុក្ខជាតិនេះអាចមកគុំ1រៀលឬក៏5000តូចបាទកូនតូចហ្នឹងហើយស្អាតបាទស្អាតផ្កានេះបើសិនជាបងប្អូនដាំកន្លែងសួរនៅឈៀនតាវាអីយើងដាំអានោះមកកញ្ចប់ហើយមើលទៅឃើញស្អាតភ្លឹងចម្រុះពណ៌ខៀវសង្ហាត់ហ្មងបាទលឿងស្អាតបាទហ្នឹងហើយអរគុណច្រើនណាបងប្អូនសម្រាប់ការទស្សនាហើយកុំភ្លេចណាបងប្អូនដែលចូលចិត្តរុក្ខជាតិឱសថថ្នាំខ្មែរបុរាណឬក៏រុក្ខជាតិកាយនោះកុំភ្លេចចូលទៅ subscribe channel ខ្ញុំបាទអ្នកមួយបាទ
ពីចំណេះដឹងដើម្បីជាការលើកទឹកចិត្តកម្លាំងសម្បត្តិហើយហ្នឹងហើយក៏ពុតទៅបងប្អូនធ្លាប់ស្គាល់ខ្ញុំហើយនិយាយពីតាមខ្មែរឥឡូវនិយាយពីរុក្ខជាតិផ្កាដើម្បីជាចំណេះដឹងបងប្អូនម្ដងបាទអរគុណ